ដើមនៃរឿងដំបូងយើងឃើញមានបុរសពីរនាក់កំពុងតែយាមគុកបន្ទាប់មកក៏មាននារីម្នាក់សក់សដោះកន្ទុយដើរចូលមកដែលនារីម្នាក់នោះគឺជាទូឯកស្រីរបស់យើងហើយនាងគឺជាអធិរាជនាគប្រាក់ហើយចៅនាគរបស់យើងក៏បានចូលទៅក្នុងដើម្បីជួបជាមួយនឹងបុរសម្នាក់ដែលកំពុងតែជាប់ច្រវាក់ដោយបុរសម្នាក់នោះគឺជាទូឯកប្រុសរបស់យើងនឹងឯងបន្ទាប់ពីបានជួបទូឯកប្រុសរបស់យើងហើយចៅនាគរបស់យើងនឹងក៏បាននិយាយឮថាអូហូតើនេះមិនមែនជាវីរបុរសសម្លាប់អ្នកអស្ចារ្យទេឬហេតុអ្វីបានជាធ្លាក់ខ្លួនមកធ្វើជាទាសករនៃតកូលនាគរបស់ខ្ញុំដូច្នេះហើយអាចជាប់ច្រវាក់របស់យើងក៏បាននិយាយថាសម្លាប់ខ្ញុំមកចៅនាគយើងឮហើយក៏បានញញឹមបន្តិចហើយក៏បាននិយាយថាអូតើឯងចង់ឲ្យយើងសម្លាប់ឯងឲ្យលឿនឬវាមិនងាយស្រួលទេអាក្អូនឯងពិតជាមានរូបរាងសង្ហាខ្លាំងមែនទែនវានឹងល្អប្រសិនបើមានស្នាមពីរបីនៅលើមុខរបស់ឯងបន្ថែមទៀតហើយក៏យកដៃរបស់ខ្លួនទៅឈុតមុខតួឯកប្រុសរបស់យើងបន្ទាប់ពីឈុតមុខហើយក៏យកឈាមនៅជាប់ដៃនឹងយកមកលិតហើយធ្វើមុខខ្ជូតទៀតផងបន្ទាប់ពីលិតហើយធ្វើមុខខ្ជូតដាក់តួឯកប្រុសរបស់យើងហើយក៏បបួលតួឯកប្រុសរបស់យើងនឹងចូលទៅកាន់តកូលនាគរបស់ខ្លួនប៉ុន្តែតួឯកប្រុសរបស់យើងតបមួយម៉ាត់ថាតកូលនាគកានឹងខ្ញុំមិនចូលទេបន្ទាប់ពីស្ដាប់សម្ដីតួឯកប្រុសរបស់យើងហើយចៅនាគរបស់យើងនឹងខឹងខ្លាំងមែនទែនបានប្រើស៊ូពើទៅលើតួឯកប្រុសរបស់យើងមួយក្បាត់ឡើងខ្ទប់ជញ្ជាំងហូរឈាមតាមមាត់តែម្ដងបន្ទាប់មកក៏យកជើងរបស់ខ្លួននឹងជាន់ទៅលើតួឯកប្រុសរបស់យើងទៀតបន្ទាប់ពីជាន់ចៅនាគរបស់យើងក៏បាននិយាយថាលីអូដែលលីអូនឹងគឺជាឈ្មោះរបស់តួឯកប្រុសរបស់យើងហើយបន្តនិយាយថាតើលោកគិតថាលោកនៅតែជាវីរបុរសដ៏អស្ចារ្យរបស់មនុស្សជាតិដែលមានការគាំទ្រពីមនុស្សរាប់ពាន់នាក់ទៀតឬហើយអ្នកនៅតែចង់សម្លាប់តកូលនាគរបស់ខ្ញុំដើម្បីបន្សល់ទុកកេរ្តិ៍ឈ្មោះរបស់អ្នកដល់មនុស្សជំនាន់ក្រោយៗទៀតដែរឬទេអូភ្ញាក់ឡើងលីអូលោកនឹងស្លាប់នៅទីនេះអ្នកពិតជាល្ងងខ្លាំងមែនទែនដែលហ៊ានប្រឆាំងនឹងខ្លួនឯងហើយចៅនាគរបស់យើងនៅតែបន្តនិយាយឮទៅកាន់តួប្រុសរបស់យើងបន្ថែមទៀតហើយតួប្រុសរបស់យើងក៏បានតបថាកុំមើលងាយមនុស្សឲ្យសោះចៅនាគបន្ទាប់មកចៅនាគរបស់យើងក៏យកកន្ទុយរបស់ខ្លួនរឹតកតួឯកប្រុសរបស់យើងហើយក៏និយាយថាឯងពិតជាក្បាលរឹងមែនលីអូហើយចៅនាគរបស់យើងនឹងនៅតែបន្តរឹតខ្លាំងជាងមុនទៀតឡើងលើសូរតែក្រែកប៊ីសនឹងដាច់ខ្យល់ងាប់ទៅហើយតួឯកប្រុសរបស់យើងក៏បាននិយាយតិចថាម្ចាស់ស្ត្រីនាគហើយចៅនាគរបស់យើងនឹងក៏តបថាយ៉ាងម៉េចតើឯងចង់សុំក្តីមេត្តាករុណាពីយើងមែនទេតបមកតួឯកប្រុសរបស់យើងនៅតែបន្តនិយាយតិចថាតាំងពីដើមមកអ្នកបានប្រព្រឹត្តកំហុសពីរហើយចៅនាគយើងឮហើយពិតជាឆ្ងល់ខ្លាំងមែនទែនសួរថាស្អីគេហើយតួឯកប្រុសរបស់យើងនៅតែបន្តនិយាយថាដំបងអ្នកមិនគួរនៅម្នាក់ឯងជាមួយនឹងខ្ញុំនោះទេហើយទីពីរនោះអ្នកមិនគួរទៅភ្លក្សឈាមរបស់ខ្ញុំនោះទេដោយសារតែចៅនាគរបស់យើងនឹងទៅភ្លក្សឈាមរបស់តួឯកប្រុសរបស់យើងទើបធ្វើឲ្យចៅនាគរបស់យើងនឹងបានត្រូវបណ្ដាសាឈាមរបស់តួឯកប្រុសរបស់យើងតែម្ដងដោយឥទ្ធិពលនៃបណ្ដាសាឈាមធ្វើឲ្យចៅនាគរបស់យើងនឹងពិបាកគ្រប់គ្រងខ្លួនឯងខ្លាំងមែនទែនភ្នែកឡើងក្រហមថ្ពាល់ឡើងក្រហមអស់ហើយមានអារម្មណ៍ថាក្តៅទៀតផងហើយក៏បាននិយាយថាហេតុអ្វីរាងកាយរបស់ខ្ញុំតើមានអ្វីកើតឡើងទៅលើខ្ញុំទៅហេតុអ្វីដោយនិយាយបានតែប៉ុណ្ណេះតួឯកប្រុសរបស់យើងក៏និយាយកាត់ចៅនាគអើយចៅនាគឆាប់នេះអ្នកនឹងរស់ក្នុងការឈឺចាប់អស់មួយជីវិតហាហាហាដោយសារតែចៅនាគរបស់យើងពិបាកគ្រប់គ្រងខ្លួនឯងពេកក៏ស្ទុះទៅពីលើតួឯកប្រុសរបស់យើងមើលទៅបំប៉ះគ្នាហើយពិតជាលយខ្លាំងមែនទែនដែលធ្វើឲ្យតួឯកប្រុសរបស់យើងនឹងឆ្ងល់ខ្លាំងមែនទែនហើយក៏លួចគិតក្នុងចិត្តថាតើនេះជាឥទ្ធិពលនៃបណ្ដាសាឈាមមែនទេខ្ញុំមិនដឹងសោះដោយទ្រាំបានចៅនាគរបស់យើងនឹងក៏ស្ទុះទៅបឺតមាត់តួឯកប្រុសរបស់យើងតែម្ដងហើយក៏បានដោះសម្លៀកបំពាក់ចោលតែម្ដងដើម្បី one night stand មួយម៉ោងក្រោយមកពួកគេក៏បាន one night stand ហើយចៅនាគរបស់យើងនឹងភ្ញាក់មកដឹងខ្លួនវិញធ្វើមុខលេលើអត់ដឹងខ្យល់អីនោះទេហើយក៏និយាយថាអាលីអូអាចុយម្ដាយតែឯងធ្វើអីដាក់អញចៅនាគរបស់យើងនឹងក៏ទាញកសាញ់យកមករុំខ្លួនហើយស្ទុះចេញពីតួឯកប្រុសរបស់យើង
ហើយតួឯកប្រុសរបស់យើងនឹងក៏បានតបថានេះគឺជាឥទ្ធិពលនៃបណ្ដាសាឈាមដែលប្រើបានតែម្ដងគត់ក្នុងមួយឆាកជីវិតដោយសារតែអ្នកបានភ្លក់ឈាមរបស់ខ្ញុំដែលធ្វើឲ្យព្រលឹងរបស់អ្នកនិងព្រលឹងរបស់ខ្ញុំបានភ្ជាប់គ្នាទៅហើយចែកអ្នករបស់យើងស្រែកដាក់តួឯកប្រុសរបស់យើងថាមិនសមហេតុផលបើសិននេះជាឥទ្ធិពលនៃបណ្ដាសាឈាមតើវាមិនគួរមានឥទ្ធិពលនៅពេលដែលអ្នកបានស្លាប់ហើយទេឬហេតុអ្វីក៏វាមានឥទ្ធិពលនៅពេលនេះវិញហើយតួឯកប្រុសរបស់យើងនឹងក៏បានតបថាខ្ញុំក៏គិតថាបណ្ដាសាឈាមនឹងមានឥទ្ធិពលបន្ទាប់ពីខ្ញុំបានស្លាប់ហើយនឹងធ្វើឲ្យអ្នកមានការឈឺចាប់ខ្ញុំក៏មិននឹកស្មានថាវាធ្វើឲ្យអ្នកមានដោយនិយាយបានតែប៉ុណ្ណេះចែកអ្នករបស់យើងក៏ស្រែកថាបិទមាត់ហើយតួឯកប្រុសរបស់យើងក៏តបទាំងស្នាមញញឹមថាតាមដែលខ្ញុំដឹងពួកអ្នកតែងតែធ្វើតាមច្បាប់នៃឯកជនភាពមែនទេដូច្នេះបន្ទាប់ពីខ្ញុំស្លាប់ទៅនោះម្ចាស់ស្ត្រីអ្នកប្រាក់ដ៏អស្ចារ្យនឹងមិនអាចរកដៃគូថ្មីបានទេហើយថែមទាំងមិនអាចពន្យល់នៅរឿងអ្វីដែលបានកើតឡើងទៅកាន់តកូលរបស់ខ្លួនថែមទៀតផងហើយតួឯកប្រុសរបស់យើងនឹងតែបន្តនិយាយឮចែកអ្នករបស់យើងទៀតធ្វើឲ្យចែកអ្នករបស់យើងនឹងខឹងខ្លាំងមែនទែនបិះនឹងសម្ដាប់តួឯកប្រុសរបស់យើងចោលហើយតួឯកប្រុសរបស់យើងនឹងក៏បាននិយាយថាយ៉ាងម៉េចតើអ្នកចង់សម្លាប់ខ្ញុំមែនទេអ្នកមិនបាច់ធ្វើវាទេបន្ទាប់ទៀតនេះខ្ញុំនឹងស្លាប់ដោយខ្លួនឯងហើយអ្នកនឹងរស់នៅជាមួយនឹងការឈឺចាប់និងការស្អប់ខ្ពើមចំពោះខ្ញុំពេញមួយជីវិតរបស់អ្នកនេះគឺជាបណ្ដាសារបស់ខ្ញុំចំពោះអ្នកក្នុងនាមខ្ញុំគឺជាមនុស្សបន្ទាប់ពីបានស្ដាប់សម្ដីតួឯកប្រុសរបស់យើងហើយចែកអ្នករបស់យើងនឹងក៏រៀងស្ទាក់ស្ទើរបន្តិចមិនចង់សម្លាប់តួឯកប្រុសរបស់យើងឡើយហើយក៏វាយតួឯកប្រុសរបស់យើងនឹងឲ្យសន្លប់ទៅនៅពេលតួឯកប្រុសរបស់យើងសន្លប់នឹងចែកអ្នករបស់យើងនឹងក៏បានដាក់ត្រាអ្វីម្យ៉ាងទៅលើទ្រង់តួឯកប្រុសរបស់យើងផងដែរ